និទានរឿងព្រេងខ្មែររឿងមេយាស្រីកាលពីព្រេងនាយមានបុរសម្នាក់មានប្រពន្ធនៅជាមួយនឹងគ្នាតែពុំមានកូនលុះយូរទៅប្រពន្ធនោះក៏មានសហាយក៏នាំមកដេកនៅក្នុងផ្ទះសឹងតែជារៀងរាល់ថ្ងៃជាថ្ងៃមួយប្តីទៅចិត្តនៅក្នុងព្រៃដល់ថ្ងៃក្តៅក៏ចូលទៅអាស្រ័យនៅខ្ទមអ្នកតាមួយប្រពន្ធក៏រៀបចំអីវ៉ាន់ទៅបន់ស្រន់អ្នកតានោះឲ្យទៅធ្វើប្តីឲ្យស្លាប់និងយកសហាយធ្វើជាប្តីរៀបស្រេចហើយក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតាអាននោះទៅប្តីឃើញប្រពន្ធដើរចូលទៅខ្ទមអ្នកតាក៏នឹកឆ្ងល់ថាប្រពន្ធអញវាមករកអ្វីនៅក្នុងខ្ទមអ្នកតានេះគិតហើយក៏ចូលទៅពួនក្រោយខ្នងរបស់អ្នកតាក៏លោភស្ដាប់ប្រពន្ធនិយាយគ្នារីឯប្រពន្ធក៏ចូលទៅអុជទៀនធូបហើយក៏បន់អ្នកតាថាខ្ញុំមិនចង់យកប្តីខ្ញុំទេមិនចង់យកប្តីរបស់ខ្ញុំទេខ្ញុំយកប្តីទៀតសូមឲ្យអ្នកតាកាត់ប្តីខ្ញុំឲ្យស្លាប់ទៅនឹងថ្វាយជ្រូកមួយប្តីលើកដូច្នោះក៏ឆ្លើយទៅពីក្រោយប្រពន្ធនៅក្រោយខ្នងអ្នកតាថាបើនាងមានសហាយហើយបើចង់ឲ្យកាច់ប្តីនាងឯងឲ្យស្លាប់នោះងាយទេវិលទៅផ្ទះវិញត្រូវរោគមន់ក្រាបទាំងមេទាំងពងមួយសម្បុកស្ងោឲ្យប្តីនាងឯងស៊ីទៅវានឹងស្លាប់ហើយមនុស្សឮដូច្នោះក៏ស្មានថាអ្នកតាបង្គាប់ក៏ប្រញាប់វិលមកផ្ទះវិញរកទិញបានមេមួនក្រាបមួយសម្បុកស្ងោទុកឲ្យប្តីខ្លួនស៊ីដើម្បីនឹងឲ្យស្លាប់ហើយនឹងបានយកប្តីសាហាយជាថ្មីមកទៀតលុះដល់ប្រលប់ប្តឹងឲ្យប្តីមកពីជីកដំឡូងក៏ដល់ផ្ទះហើយក៏សួរថាគេអើយបានអីស៊ីបាយមនុស្សក៏ឆ្លើយថាខ្ញុំបានមេមាន់និងពងមាន់ក្រាបមួយសម្បុកស្ងោទុកឲ្យអ្នកប្តីថារៀបបាយមកស៊ីប្រពន្ធលើកបាយព្រមទាំងមេនិងពងមាន់ក្រាបមកឲ្យប្តីស៊ីប្តីស៊ីអស់ហើយក៏ធ្វើជាឈឺដេកធ្ងោឲ្យរហឹសមនុស្សអស់ណាស់គិតស្មានថាប្តីឈឺមែនក៏ត្រូវនឹងពាក្យរបស់អ្នកតាបង្គាប់ហើយត្បិតឮធ្ងោរីឯប្តីក៏ធ្វើជាដេកទៅមនុស្សគិតស្មានថាជាប្តីស្លាប់ក៏បើកទ្វារនាំយកសហាយចូលទៅដេកជាមួយអ្នកទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមកប្រាប់ថារងាណាស់រីឯប្រុសសហាយឃើញប្តីនោះក្រោកឡើងក៏អង្គុយដូច្នោះក៏ស្ទុះរត់ពុំទាន់ក៏ចូលទៅក្នុងពួននៅក្នុងពាងធំមួយនៅឯខាងដំណេកសំងំចាំប្តីនោះដេកខ្លួននឹងចេញពីពាងទៅដេកនឹងមនុស្សបន្តទៀតប្តីបានឃើញតែធ្វើមិនឃើញមិនដឹងក៏ប្រាប់ប្រពន្ធថារងាណាស់ឯងទៅដាំទឹកឲ្យគ្នាងូតបន្តិចនឹងអាលស្លាប់មនុស្សឮថាចង់ស្លាប់ដូច្នោះក៏អរណាស់បិទត្រូវនឹងពាក្យដែលត្រូវបន់ស្រន់អ្នកតា
លុះប្រពន្ធក៏ដាំទឹកពុះប្តីក៏បានឃើញតែធ្វើជាមិនឃើញប្រាប់ប្រពន្ធថារងាណាស់ដាំទឹកក្តៅឲ្យងូតបន្តិចមកលុះប្រពន្ធក៏ដាំទឹកក្តៅពុះហើយប្តីថាទៅដេកទៅដងទឹកត្រជាក់បានមួយក្អមមកឲ្យមកអុកលាយនឹងទឹកក្តៅនេះប្រពន្ធឮប្តីប្រោសដូច្នោះក៏យកក្អមមួយចេញទៅដងទឹកប្តីឃើញប្រពន្ធចេញទៅបាត់ក៏ក្រោកឡើងដើរទៅលើទឹកដើរទៅលើទឹកពុះមួយផ្ទះនោះយកទៅស្រោចលើសហាយដែលនៅក្នុងពាងពួននៅក្នុងពាងនោះស្លាប់បាត់ទៅហើយក៏ចូលទៅដេកវិញធ្វើជាធ្ងោឲ្យរហឹសបន្តទៀតប្តីក៏បានឃើញតែធ្វើជាមិនឃើញមនុស្សវិលមកពីដងទឹកមកវិញក៏មើលទៅក៏ឃើញសហាយត្រូវនឹងទឹកក្តៅរួញសរសៃដូចជាគេដកចេញពីពាងនោះក៏ខ្សឹបខ្សួលថាថ្វីក៏មិនអោនទៅវាមិនទាន់ទេអានោះឆ្ងក់ដដែលមនុស្សក៏យកដៃទៅចាប់ច្រមុចទៅក៏ត្រូវនឹងស្លឹកត្រចៀកក៏រលុះរលេះទាំងសក់មើលបាត់ដឹងថាជាប្តីស្រោចទឹកក្តៅដាក់សហាយស្លាប់បាត់ទៅហើយក៏ពុំហ៊ានយកគម្របពាងមកគ្របហើយក៏យកទឹកឲ្យប្តីងូតរីឯប្តីក៏មិនស្ដីទឹកក៏មិនងូតក៏ប្រាប់ប្រពន្ធថាអញគ្រាន់បើហើយឯងហើយទៅហៅប្រពន្ធឲ្យចូលទៅដេកទៅលុះព្រឹកប្រហៀមឡើងមនុស្សពុំដឹងបើគិតដូចម្ដេចនឹងយកខ្មោចឲ្យរួចចេញពីផុតពីផ្ទះក៏នឹកឃើញថានៅក្នុងស្រុកនោះក៏មានចៅ4នាក់តែងតែលបលួចអីវ៉ាន់អ្នកផងជាសពថ្ងៃគ្រប់ភូមិដូច្នេះអញ្ចឹងនឹងគិតឲ្យចៅទាំង4នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលនៅក្នុងព្រៃឲ្យបានគិតហើយក៏ដើរខ្ចីសម្ពត់ហូលអាវព្រែកយកមកសាហាយយកមកហាលជុំវិញផ្ទះរីឯចៅទាំង4នាក់ក៏ឃើញហើយក៏គិតនៅក្នុងចិត្តជើមនុស្សមានណាស់ទេតើយប់នេះឃើញទៅក៏បបួលគ្នាទៅលួចវាឲ្យបានជាពំខានសប្ថ្ងៃយើងស្មានថាវាក្រមនុស្សក៏ហាលសម្ពត់ហូលអាវព្រែកឯងទាំង4នាក់លុះយប់ក៏បបួលគ្នាទៅលួចចូលទៅរោងបបួលទាំងនោះពុំឃើញក៏ប្រទះឃើញតែពាងមួយក៏ចងមាត់ជាប់បើពំរួចចោលទាំង4នាក់និយាយគ្នាថារបស់ទាំងអស់នោះវាដាក់នៅក្នុងពាងនេះហើយបើដូច្នេះត្រូវយើងសែងពាងនេះទៅថាហើយក៏នាំគ្នាសែងពាងនោះទៅដល់ព្រៃឆ្ងាយក៏ស្រាយលុកមើលអាមួយលុកដៃទៅក៏ត្រូវនឹងសក់ថាវើយសូត្រដកដៃចេញអាមួយក៏លុកដៃទៅត្រូវនឹងស្លឹកត្រចៀកក៏ត្រូវភ្នែកច្រមុះក៏ស្រែកថាវើយខ្មោចទេ
អាមួយមិនជឿក៏លោកដៃទៅទៀតក៏ត្រូវដើមទ្រូងដឹងថាជាខ្មោចមែនក៏ស្ទុះរត់ចោលគ្នាហើយក៏ខឹងណាស់ត្បិតមាននោះបញ្ឆោតឲ្យសែងខ្មោចចេញបានចោលទាំង4នាក់ជឿក៏គិតគ្នាថាយើងឃ្លាំមើលមនុស្សបើឃើញវាដើរទៅណាតែម្នាក់ឯងត្រូវគ្នាយើងចោមរោមចាប់វាយឲ្យវារៀងកុំឲ្យវាបញ្ឆោតបោកយើងបានទៀតជួនជាថ្ងៃមួយមីនោះក៏ចុះទៅកំពង់រកទិញអីវ៉ាន់ត្បិតមានសំពៅទើបតែនឹងមកដល់ពីស្រុកក្រៅមីនោះក៏ដើរដល់កណ្ដាលផ្លូវក៏ជួបនឹងចៅទាំង4នាក់នោះចៅក៏ឃើញក៏នាំគ្នាព្រួតចាប់នឹងវាយហើយក៏ជេរពីរឿងដែលវាបញ្ឆោតបោកនោះមីនោះក៏ឆ្លើយថាណាហើយអ្នកបើអ្នកវាយខ្ញុំស្លាប់ក៏ឥតប្រយោជន៍ដែរត្បិតខ្ញុំទៅទាប្រាក់ពីនាយសំពៅដូច្នេះចូលមកអញ្ជើញទៅនឹងខ្ញុំទាប្រាក់បានចែកគ្នាចាយផងដែរបាទអត្ថបទរឿងព្រេងរឿងប្រឡោមលោកនេះបាទខ្ញុំបាទក៏សូមបញ្ចប់តែត្រឹមនេះខ្ញុំបាទសូមអរគុណប្រិមិត្តដែលបានតាមដានទស្សនាសម្រាប់នៅអត្ថបទរឿងប្រឡោមលោកនេះតែមុននឹងបញ្ចប់នៅអត្ថបទរឿងប្រឡោមលោកសូមប្រិមិត្តជួយចុច Subscribe និងសញ្ញារូបកណ្ដឹងម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទរឿងព្រេងថ្មីៗជាបន្តទៀតខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា